មិត្តភ័ក្តិដែលចូលចិត្តស្ដាប់រឿងខ្មោចខ្ញុំជឿថាមានរឿងមួយទៀតដែលមិត្តភ័ក្តិប្រហែលជាធ្លាប់បានឬបានស្ដាប់ជាញឹកញាប់រឿងដែលខ្ញុំកំពុងនិយាយដល់គឺជារឿងរ៉ាវគួរឲ្យខ្លាចដែលតាក់ទងនឹងមុខរបរអ្នកបើកបរតាក់ស៊ីបងប្អូនអ្នកបើកបរតាក់ស៊ីមានឱកាសបានជួបជាមួយមនុស្សជាច្រើនបែបផ្សេងគ្នាហើយសំខាន់គឺពួកគេត្រូវធ្វើដំណើរទៅកាន់កន្លែងផ្សេងតែយើងប្រហែលជាមិនធ្លាប់ចូលទៅខ្ញុំផ្ទាល់ទទួលស្គាល់ថាខ្ញុំជាអ្នកគាំទ្រពិតប្រាកដនៃរឿងរ៉ាវរបស់បងប្អូនអ្នកបើកបរតាក់ស៊ីដែរព្រោះថារឿងរ៉ាវនីមួយដែលធ្លាប់បានស្ដាប់មកគឺជារឿងដែលសប្បាយរីករាយរំភើបនិងធ្វើឲ្យសក់ក្រោកយ៉ាងខ្លាំងបទពិសោធន៍នៅថ្ងៃនេះក៏ដូចគ្នាដែរខ្ញុំបានយករឿងរ៉ាវគួរឲ្យខ្លាចនិងរន្ធត់ដែលតាក់ទងនឹងមុខរបរអ្នកបើកបរតាក់ស៊ីមាននិយាយឲ្យស្ដាប់ខ្ញុំចង់ឲ្យមិត្តភ័ក្តិទាំងអស់គ្នាផ្ដោតសំខាន់ស្ដាប់រឿងនេះឲ្យបានល្អព្រោះថារឿងនេះគឺសប្បាយលេងហើយធ្វើឲ្យសក់ក្រោកជាក់ជាមិនខានប៉ុន្តែមុននឹងទៅស្ដាប់រឿងនេះខ្ញុំសូមរំខានមិត្តភ័ក្តិទាំងអស់គ្នាសូមជួយចុច like សម្រាប់វីដេអូនេះដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផងប្រសិនបើមិត្តភ័ក្តិទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយយើងមកស្ដាប់រឿងនេះគ្នាឡើងវិញល្អជាងរឿងនេះគឺជារឿងរបស់លោកហានជាបទពិសោធន៍ផ្ទាល់ដែលបានកើតឡើងប្រមាណ10ឆ្នាំមកហើយលោកហានបានប្រាប់ថាលោកគឺជាបុរសវ័យកណ្ដាលដែលមានមុខរបរជាអ្នកបើកបរតាក់ស៊ីគាត់បើកបរនៅក្នុងតំបន់ទីក្រុងបាងកកនិងបរិមណ្ឌលលោកហានបានធ្វើការជាអ្នកបើកបរតាក់ស៊ីអស់រយៈពេលជាង15ឆ្នាំមកហើយគឺជាមនុស្សខិតខំប្រឹងប្រែងមិនជ្រើសរើសការងារមិនជ្រើសរើសអតិថិជនមិនថាអតិថិជនស្នើសុំឲ្យគាត់ទៅបញ្ជូននៅទីណានិងមិនថាដល់ពេលយប់យ៉ាងណាលោកហានតែងតែពេញចិត្តបើកបរទៅបញ្ជូនជានិច្ចគាត់បានប្រាប់ថាគាត់មានឱកាសបានបើកបរទៅជុំវិញតំបន់ទីក្រុងបាងកកនិងបរិមណ្ឌលទាំងអស់បានជួបជុំជាមួយអតិថិជនជាច្រើនដែលមានភាពខុសគ្នានៅដើមការងារជាអ្នកបើកបរនោះលោកហានបានចាប់ផ្ដើមបើកបរនៅពេលថ្ងៃជាចម្បងប៉ុន្តែបន្ទាប់ពីពេលវេលាដែលកន្លងផុតទៅពេលដែលអាយុចាប់ផ្ដើមចាស់ឡើងគាត់ក៏មិនមានកម្លាំងដើម្បីបើកបរប្រកួតជាមួយយុវជនថ្មីបានសោះដូច្នេះលោកហានបានធ្វើការផ្លាស់ប្ដូរពេលវេលានៃការងាររបស់គាត់បានជ្រើសរើសទៅបើកបរនៅពេលយប់ជំនួសវិញចាប់ផ្ដើមចេញពីផ្ទះនៅពេលប្រហែល1 ម៉ោងយប់ហើយត្រឡប់មកផ្ទះម្ដងទៀតនៅពេលជិតភ្លឺការបើកបរតាក់ស៊ីនោះចំណូលក្នុងមួយថ្ងៃមិនសូវមានស្ថិរភាពសោះមួយថ្ងៃអាចបានច្រើនមួយថ្ងៃអាចបានតិចឬមួយថ្ងៃអាចមិនបានសោះវាជារឿងដែលមិនអាចទីបានពិតប៉ុន្តែលោកហានក៏នៅតែព្យាយាមមិនបោះបង់ហើយនៅតែបន្តធ្វើការងាររបស់គាត់ទៅមុខជានិច្ចរហូតមកដល់មួយថ្ងៃមានថ្ងៃមួយដែលគាត់បានជួបប្រទះនឹងហេតុការណ៍ចម្លែកចូលមកក្នុងជីវិតនៅយប់នោះគឺជាយប់មួយទៀតដែលលោកហានចេញមកបើកបរតាមធម្មតាគាត់បាននិយាយថានៅថ្ងៃនោះមិនសូវមានអតិថិជនសោះគាត់ចេញមកបើកបរចាប់តាំងពីប្រហែលម៉ោង8យប់ហើយបានអតិថិជនតែម្នាក់ប៉ុណ្ណោះបន្ទាប់មកគឺទំនេរយូរយារគ្មាននរណាហៅប្រើសេវាកម្មទេនៅក្នុងពេលប្រហែលជាម៉ោង11យប់លោកហានបានសម្រេចចិត្តបត់ចូលទៅចតសម្រាកនៅស្ថានីយ៍ប្រេងមួយនៅតំបន់ពុទ្ធមណ្ឌលបន្ទាប់ពីចតសម្រាកផឹកកាហ្វេនិងចូលបន្ទប់ទឹកពេលដែលគាត់ចាប់ផ្ដើមមានកម្លាំងហើយមានកម្លាំងចិត្តដើម្បីបន្តប្រយុទ្ធលោកហានបានសម្រេចចិត្តបើកឡានចេញពីស្ថានីយ៍ប្រេងដើម្បីស្វែងរកអតិថិជនបន្តហើយមើលទៅដូចជាសំណាងនឹងនៅជាមួយគាត់ផងដែរពេលដែលបត់ឡានចេញពីស្ថានីយ៍ប្រេងបានមិនឆ្ងាយមានស្ត្រីវ័យកណ្ដាលម្នាក់ឈរប្រអប់ឡាននៅចំណតឡានក្រុងពេលឃើញដូច្នោះលោកហានមិនរងចាំយូរទេបត់ឡានចូលទៅចតនៅក្បែរនាងភ្លាមស្ត្រីម្នាក់នេះជាស្ត្រីវ័យកណ្ដាលដែលស្លៀកពាក់ស្អាតណាស់រូបរាងនាងមើលទៅដូចជានាងទើបតែត្រឡប់មកពីធ្វើការឬទៅធ្វើដំណើរមួយចំនួនមកនាងបើកទ្វាររួចចូលមកអង្គុយក្នុងឡានលោកហានបានសង្កេតមុខនាងតាមកញ្ចក់សម្រាប់ការមើលក្រោយដើម្បីសួរពីគោលដៅដែលនាងចង់ទៅប៉ុន្តែអ្វីដែលស្ត្រីនោះឆ្លើយតបមកវិញធ្វើឲ្យគាត់មានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចព្រោះនាងបានប្រាប់គាត់ថានាងចង់ទៅភូមិមួយដែលនៅឆ្ងាយណាស់គេលោកហានបានប្រាប់ថាទោះបីជាគាត់បានបើកឡាននៅតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំក៏ដោយប៉ុន្តែគាត់មិនដែលចូលទៅក្នុងតំបន់ដែលអតិថិជនបានប្រាប់នោះទេមួយផ្នែកគឺដោយសារតែគាត់ធ្លាប់បានឮពីមិត្តរួមមុខរបរជាមួយគ្នាអ្នកបើកឡានផ្សេងតែងតែប្រាប់គាត់ថាតំបន់នោះគឺជាតំបន់ដែលមិនសូវមានផ្ទះមនុស្សក្នុងតំបន់ភាគច្រើនគឺជាព្រៃនិងជាតំបន់ដែលឆ្ងាយ
មានឡានតាក់ស៊ីជាច្រើនគ្រឿងដែលត្រូវបានបោកបញ្ឆោតឲ្យចូលទៅដើម្បីប្លន់និងធ្វើអំពើហិង្សាជាញឹកញាប់ពេលដែលលោកហានបានឮពីគោលដៅគាត់ក៏ដល់ថ្នាក់លេបទឹកមាត់ភ្លាមគាត់មានអារម្មណ៍ស្ទាក់ស្ទើរមិនដឹងថាគួរធ្វើដូចម្តេចល្អប៉ុន្តែពេលគិតថាថ្ងៃនេះមិនសូវមានអតិថិជនសោះទ្រព្យសម្បត្តិគឺមិនសូវច្រើនហើយមិនទាន់គ្រប់គ្រាន់សម្រាប់ចំណាយដែលកំពុងជិតមកដល់ចុងខែនោះវាក៏ធ្វើឲ្យគាត់មិនមានជម្រើសច្រើនទេរួមទាំងពេលពិចារណាពីស្ថានភាពគាត់គិតថាស្ត្រីវ័យកណ្ដាលម្នាក់នេះមើលទៅដូចជាមនុស្សធម្មតាទូទៅមិនគួរមានគ្រោះថ្នាក់អ្វីទេពេលគិតបានដូច្នោះវាបានធ្វើឲ្យលោកហានសម្រេចចិត្តបើកឡានដើម្បីទៅផ្ញើអតិថិជនភ្លាមផ្លូវនៅពេលពាក់កណ្ដាលយប់មើលទៅស្ងាត់ស្ងៀមជាធម្មតាមិនសូវមានរថយន្តធ្វើដំណើរឆ្លងកាត់ផ្លូវច្រើនទេប៉ុន្តែវាក៏ល្អដែលនៅតាមផ្លូវមានភ្លើងបើកផ្ដល់ពន្លឺជាបន្តបន្ទាប់ប៉ុន្តែបន្ទាប់ពីយន្តបត់ចុះពីផ្លូវធំទៅផ្លូវរងបរិយាកាសជុំវិញក៏ផ្លាស់ប្ដូរទៅភ្លាមសអគិសនីដែលមានភ្លើងដាក់នៅខាងលើចាប់ផ្ដើមឆ្ងាយឡើងភាពងឹតដែលមាននៅជុំវិញក៏ចាប់ផ្ដើមគ្រប់ដណ្ដប់តំបន់ពីខាងផ្លូវដែលធ្លាប់ពោពេញដោយផ្ទះប្រជាជនឥឡូវនេះក៏ចាប់ផ្ដើមបន្ថយចុះយ៉ាងច្បាស់មេឃងឹតស្រឡះគ្មានពន្លឺព្រះច័ន្ទអប្សរាចាប់ផ្ដើមហោះគ្រប់ដណ្ដប់លើផ្ទៃផ្លូវខណៈពេលដែលលោកហ៊ានចូលទៅក្នុងតាមភ្លើងផ្លូវខ្លះក៏ភ្លឺភ្លេចបរិយាកាសគ្រប់យ៉ាងវាបង្កើតអារម្មណ៍គួរឲ្យខ្លាចយ៉ាងពិបាកពន្យល់ហើយដោយសារអារម្មណ៍ចម្លែកនេះលោកហ៊ានក៏ព្យាយាមជែកជាមួយអ្នកដំណើរប៉ុន្តែគាត់វិញអង្គុយស្ងៀមស្ងាត់មើលចេញទៅក្រៅបង្អួចដូចជាកំពុងគិតអ្វីមួយហើយបន្ទាប់ពីយន្តរត់កាត់ផ្លូវឯកោនោះបានមិនយូរនៅចុងក្រោយភ្នែករបស់លោកហ៊ានក៏ឃើញស្លាកច្រកចូលភូមិពីចម្ងាយនៅពេលដែលរថយន្តចូលកង់វែងមួយមុនពេលឈានដល់មុខភូមិនោះគាត់ក៏សង្កេតឃើញអ្វីមួយដែលមើលទៅមិនធម្មតាព្រោះចុះចូលអ្នកដំណើរនារីវ័យកណ្ដាលនោះគាត់ចាប់ផ្ដើមអង្គុយស្ងៀមបិទភ្នែកមិនចាប់អារម្មណ៍ចង់មើលទៅខាងក្រៅទេរហូតដល់ពេលដែលរថយន្តរត់កាត់កង់នោះហើយចូលទៅផ្លូវខាងក្នុងភូមិបរិយាកាសក្នុងរថយន្តគ្រប់យ៉ាងក៏ត្រឡប់ទៅស្ថានភាពធម្មតាវិញលោកហានក៏មិនបានគិតអ្វីទេគាត់ក៏សួរអតិថិជនថាបាននៅផ្ទះខាងក្រោយណាដែលគាត់អាចទៅដល់បានត្រឹមត្រូវបន្ទាប់ពីបើករថយន្តតាមការប្រាប់របស់អតិថិជនមកយ៉ាងតិចតួចទីបំផុតរថយន្តក៏មកឈប់នៅមុខផ្ទះអតិថិជននៅពេលគិតលុយថ្លៃដំណើររួចរាល់ខណៈពេលដែលអតិថិជនបើកទ្វារចុះចេញពីយន្តអតិថិជននារីនោះក៏ងាកមកនិយាយអ្វីមួយដែលធ្វើឲ្យលោកហានមានអារម្មណ៍ភ្ញាក់ផ្អើលអតិថិជននោះបាននិយាយជាមួយគាត់ថាអ្នកបើកបរនៅពេលបើកចេញទៅកុំឈប់ទទួលអ្នកណាម្នាក់នៅចំណុចកង់នោះទេប្រសិនបើឃើញមាននរណាម្នាក់ឈប់ប្រអប់ក៏កុំឈប់ដោយខាតបន្ទាប់ពីនិយាយចប់នាងបានបើកទ្វារចូលទៅក្នុងផ្ទះរបស់នាងទុកសំណួរមួយឲ្យលោកហ៊ានតែឯងនៅពេលដែលបានឮនោះគាត់ក៏មានអារម្មណ៍ចម្លែកដែរប៉ុន្តែគាត់ក៏ព្យាយាមមិនគិតអ្វីនិងមិនចង់សួរអ្វីបន្ថែមទៀតព្រោះដោយបទពិសោធន៍នៃការបើកបរតាក់ស៊ីជាង15ឆ្នាំនេះមិនមែនជាលើកដំបូងទេដែលគាត់ធ្លាប់បានឮរឿងបែបនេះមកមុនមានអតិថិជនជាច្រើនដែលតែងតែនិយាយអំពីរឿងចម្លែកប៉ុន្តែដល់ពេលពិតប្រាកដគាត់ក៏មិនដែលជួបប្រទះអ្វីទេបន្ទាប់ពីបញ្ចប់ការបញ្ជូនអតិថិជនលោកហ៊ានក៏បត់រថយន្តហើយបើកចេញមកវិញពេលដែលបើកនៅក្នុងភូមិអ្វីទាំងអស់នៅតែធម្មតាដដែលប៉ុន្តែបន្ទាប់ពីគាត់ចេញពីទ្វារភូមិហើយបត់ចេញនៅកង់ដដែលភ្លាមនោះគាត់ក៏សង្កេតឃើញស្រមោលនរណាម្នាក់កំពុងឈរប្រអូសដៃនៅចំហៀងផ្លូវរូបនោះជាស្ត្រីម្នាក់ស្លៀកពាក់សម្លៀកបំពាក់ពណ៌ស្មៀនសក់វែងដែលកំពុងឈរប្រអូសដៃហៅតាក់ស៊ីយ៉ាងខំប្រឹងពេលដែលឃើញដូច្នោះដោយសញ្ញាធម្មជាតិអ្នកបើកបរតាក់ស៊ីគឺលោកហ៊ានគិតក្នុងចិត្តភ្លាមថាថ្ងៃនេះសំណាងល្អណាស់ដែលនឹងទទួលបានអតិថិជនពេលបើកចេញទៅយ៉ាងហោចណាស់ការបើកចូលទៅក្នុងភូមិជ្រលើបនេះក៏មិនត្រូវបានគេរាប់ថាជាការបើកដោយឥតគិតថ្លៃទេពេលដែលគាត់បើកឡានទៅជិតស្ត្រីនោះលោកហ៊ានក៏ចាប់ផ្ដើមបន្ថយល្បឿនឡានប៉ុន្តែមុនពេលដែលឡានកំពុងនឹងឈប់ស្ងៀមគាត់ក៏នឹកឃើញការព្រមានរបស់បើអ្នកមុនបានទទួលការព្រមានថាបើអ្នកឃើញអ្នកឈរហើយក្រវីអ្នកមិនគួរឈប់ជាដាច់ខាត
ការប្រមាននោះបានធ្វើឲ្យទាហានព្រឺព្រួចពេញខ្លួនគាត់មានអារម្មណ៍ភ្លាមថាមានអ្វីមួយខុសដូច្នេះខុនហានសម្រេចចិត្តមិនយកស្ត្រីនោះទេគាត់បានបោះជំហានលើឈ្នាន់សាំងហើយបើកកាត់នាងភ្លាមប៉ុន្តែវាបានប្រែក្លាយថាជំនួសឲ្យគាត់មានអារម្មណ៍ស្រួលគាត់មានអារម្មណ៍ស្រពោនទាំងស្រុងអារម្មណ៍អស់កម្លាំងចាប់ផ្ដើមចូលមកជំនួសគាត់បញ្ឆិតភ្នែកមើលទៅកញ្ចក់មើលក្រោយនៅលើកញ្ចក់នោះនៅតែបញ្ចាំងរូបភាពនៃស្ត្រីតែនាងនៅតែឈរនៅទីនោះដដែលហើយបន្ទាប់មកមិនយូរប៉ុន្មានមានអ្វីមួយដែលគួរឲ្យខ្លាចកើតឡើងភ្លាមអំពូលផ្លូវដែលមានចន្លោះឆ្ងាយគ្នាបន្តិចក៏បិទភ្លាមជាមួយគ្នាផ្លូវទាំងមូលល្ងឹតស្រមោលនៅសល់តែភ្លើងមុខរថយន្តរបស់លោកហ៊ានដែលនៅតែបញ្ចេញពន្លឺទៅមុខប៉ុន្តែភ្លើងនៃរថយន្តនោះមិនបានផ្ដល់ពន្លឺច្រើនប៉ុន្មានទេលោកហ៊ានបាននិយាយថាគាត់មានអារម្មណ៍ភ្ញាក់ផ្អើលនិងតឹងសាច់ទាំងស្រុងគាត់បានតែសម្លឹងមើលទៅមុខមិនហ៊ានបត់ឆ្វេងបត់ស្ដាំទៅណាទេហើយភ្លាមនោះមានសំឡេងសាច់តូចលេចឡើងពីខាងក្រោយជាសំឡេងសាច់របស់ស្ត្រីដែលមានអារម្មណ៍ត្រជាក់ដោយសារភ្ញាក់ផ្អើលលោកហ៊ានបានលឿនសម្លឹងមើលកញ្ចក់មើលខាងក្រោយភ្លាមហើយរូបភាពដែលគាត់ឃើញបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះស្ត្រីនោះដែលស្លៀកពាក់ក្នុងសម្លៀកបំពាក់ពណ៌គាត់កំពុងអង្គុយបត់ខ្នងទៅនឹងគាត់អង្គុយនៅលើគម្របខាងក្រោយនៅខាងក្រៅរថយន្តហើយសាយចេញមកយ៉ាងរីករាយដូចជាគាត់រីករាយដែលបានបំភ័យឲ្យគាត់ភ័យខ្លាចពេលឃើញដូច្នោះលោកហ៊ានដូចជាមនុស្សស្លាប់សត្វគាត់បានប្រើជើងទ្រាំលើកង់បញ្ចេញយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តបញ្ចេញទៅមុខយ៉ាងលឿនហើយបញ្ចេញពីផ្លូវនោះបានលឿនជាងដែលគិតទុកគាត់បានត្រឡប់មកលើផ្លូវធំម្ដងទៀតរូបរាងនៃស្ត្រីនោះនិងសំឡេងសាច់តូចតាចក៏បានបាត់បង់ទៅដូចគ្នាលោកហ៊ានវាភ័យខ្លាចនិងគ្មានស្មារតីគ្រប់គ្រាន់ដើម្បីបើកបររកប្រាក់បន្ថែមទៀតទេគាត់បានបើករថយន្តត្រង់ទៅផ្ទះភ្លាមហើយទៅដល់ផ្ទះក្នុងស្ថានភាពដូចជាមានគ្រុនក្តៅរងានឹងនិយាយមិនច្បាស់លោកហ៊ានត្រូវតែសម្រាកនៅលើគ្រែជាច្រើនថ្ងៃមុនពេលស្ថានភាពនឹងល្អឡើងវិញប៉ុន្តែទោះបីជាស្ថានភាពរាងកាយចាប់ផ្ដើមត្រឡប់មកដូចដើមវិញក៏ដោយក៏រឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅយប់នោះវានៅតែជាអ្វីដែលគួរឲ្យខ្លាចដែលនៅតែជាប់នៅក្នុងចិត្តរបស់គាត់ពេលវេលាបានកន្លងផុតទៅប្រមាណ1សប្តាហ៍បន្ទាប់ពីលោកហ៊ានជាសះស្បើយដោយសារចង់ដឹងនិងសង្ស័យថាការយប់នោះគាត់បានជួបអ្វីមែនទែននៅពេលថ្ងៃត្រង់លោកហ៊ានបានសម្រេចចិត្តត្រឡប់ទៅកន្លែងកង់ដែលម្ដងទៀតគាត់បានចតរថយន្តនៅចំហៀងផ្លូវហើយដើរចុះទៅមើលកន្លែងដែលស្ត្រីនោះឈប់ប្រអប់រថយន្តអ្វីដែលគាត់បានឃើញធ្វើឲ្យគាត់សក់ក្រោបភ្លាមព្រោះនៅទីនោះមានសាឈើចាស់មួយត្រូវបានដាក់ទុកវាហាក់ដូចជាត្រូវបានបោះបង់ចោលជាយូរមកហើយធ្វើឲ្យសភាពរបស់វាខូចខាតរហូតជិតមិនមានរាងទេនៅខាងមុខមានផ្កាម្លិះស្ងួតច្រើនដាក់ប៉ុន្មានកន្លែងពេញទៅពេលឃើញបែបនោះវាបានធ្វើឲ្យគាត់ភ័យខ្លាចយ៉ាងខ្លាំងគាត់បានថយក្រោយហើយរត់ឡើងទៅលើរថយន្តវិញបន្ទាប់មកគាត់បានបើកចេញទៅដោយមិនបានមើលក្រោយវិញទេខុនហ៊ានបានប្រាប់ថាអ្វីដែលគាត់បានជួបនៅពេលនោះវាអាចឆ្លើយសំណួរនៅក្នុងចិត្តគាត់បានខ្លះដែរប៉ុន្តែប្រសិនបើឲ្យគាត់ទៅស្វែងរកព័ត៌មានថាស្ត្រីនោះជានរណាមកពីណាគាត់ក៏មិនចង់ធ្វើទេព្រោះតែត្រឹមតែនេះផ្ទាំងមុខរបស់នាងនៅតែបន្តលួចលាក់គាត់ជានិច្ចពេលណាដែលគិតឡើងវិញវាក៏ធ្វើឲ្យគាត់សក់ក្រោកទាំងស្រុងខុនហ៊ានក៏ចង់ឲ្យខ្លួនឯងនៅឆ្ងាយពីរឿងនេះឲ្យបានច្រើនបំផុតហើយប្រសិនបើអាចធ្វើទៅបានគាត់ក៏បញ្ជាក់យ៉ាងមុតមមថាប្រសិនបើមានអតិថិជនណាដែលហៅឲ្យគាត់ទៅបញ្ជូននៅភូមិនេះនៅពេលយប់ម្ដងទៀតគាត់ក៏ប្រហែលជាត្រូវបដិសេធព្រោះគិតថាបើគាត់ទទួលការងារគាត់ប្រហែលជាមានឱកាសបានជួបជាមួយនារីក្នុងឈុតពណ៌ស្នូលដែលកំពុងឈរប្រអប់ឡាននៅចំហៀងផ្លូវយ៉ាងប្រាកដហើយនោះគឺជារឿងរ៉ាវទាំងអស់ដែលខ្ញុំបានយកមកប្រាប់ឲ្យស្ដាប់នៅថ្ងៃនេះត្រូវសូមអរគុណចំពោះរឿងរ៉ាវនេះពីលោកហ៊ាននៅទីនេះផងដែរតាមមិត្តភក្តិគិតយ៉ាងដូចម្តេចខ្លះចំពោះរឿងរ៉ាវនេះសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំមានគំនិតថារឿងរ៉ាវអំពីបងតាក់ស៊ីនៅតែមានរឿងមួយដែលពេលណាដែលស្ដាប់ក៏នៅតែមានអារម្មណ៍រំភើបនិងរំពឹងទុកតាមខ្ញុំចង់ឲ្យមិត្តភក្តិណាដែលមិនសូវបានស្ដាប់រឿងរ៉ាវអំពីមុខរបរតាក់ស៊ីសូមព្យាយាមបើកចិត្តស្ដាប់រឿងរ៉ាវជាច្រើនមើលទៅណាព្រោះថារឿងរ៉ាវទាំងអស់
ខ្ញុំអាចឃើញមាននឹងធានាបានថាវាសប្បាយមិនចាញ់រឿងរ៉ាវអំពីផ្ទះសន្តាគារឬក៏ទីស្នាក់នៅផ្សេងទេមិត្តភ័ក្តិគិតយ៉ាងដូចម្តេចខ្លះបន្ទាប់ពីស្ដាប់រឿងនេះចប់សូមមតិយោបល់នៅខាងក្រោមផងហើយប្រសិនបើមិត្តភ័ក្តិណាមានបទពិសោធន៍គួរឲ្យខ្លាចឬរឿងរ៉ាវគួរឲ្យភ័យខ្លាចមិនថារឿងនោះជារបស់មិត្តភ័ក្តិផ្ទាល់ឬក៏ស្ដាប់ពីអ្នកណាម្នាក់និយាយឲ្យស្ដាប់បើចង់ឲ្យខ្ញុំនាំមកបង្ហាញឲ្យមិត្តភ័ក្តិផ្សេងបានស្ដាប់បែបនេះសូមផ្ញើបទពិសោធន៍គួរឲ្យខ្លាចរបស់មិត្តភ័ក្តិមកនៅអ៊ីមែលខាងក្រោមបានហើយមុននឹងចាក់ចេញដោយធម្មតាសូមមិត្តភ័ក្តិជួយចុច like សម្រាប់វីដេអូនេះចុច subscribe ហើយកុំភ្លេចចុចកណ្ដឹងដើម្បីជាកម្លាំងចិត្តឲ្យ channel តូចៗនេះផងសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់មកដល់ពេលនេះជួបគ្នាម្ដងទៀតនៅវីដេអូក្រោយសួស្តី